ទោះបីនៅស៊ីមរៀបអត់មានកលឈើដូចនៅកោះរងក៏ពិតមែនក៏ប៉ុន្តែនៅស៊ីមរៀបគឺថាមានបឹងឈោកនៅជើងភ្នំដែលគេកំពុងតែអនត្រេននៅតាមប្រព័ន្ធ social media ដែលយើងអាចជិះទូកបេះផ្កាឈូកហើយមើលជាមួយនឹងទេសភាពនៅជើងភ្នំមិនតែប៉ុណ្ណឹងអ្នកគ្នាគឺថាមានហាងកាហ្វេជាច្រើនប្លែកៗថ្មីៗអញ្ចឹងបើសិនជាអ្នកគ្នាចង់ដឹងថាខ្ញុំទៅកន្លែងណាខ្លះកុំភ្លេចតាមដានវីដេអូនេះឲ្យដល់ចប់ក៏ប៉ុន្តែមុននឹងចេញដំណើរគឺខ្ញុំមក showroom របស់ Hyundai សិនដើម្បីមកយកឡាន Hyundai Venue ដែលជាប្រភេទឡាន SUV ទំហំតូចងាយស្រួលបើកបរទាំងក្នុងក្រុងហើយនិងដំណើរកម្សាន្តហើយមុននឹងចេញទៅហាងកាហ្វេគឺខ្ញុំអត់ទាន់ស្គាល់ location ទេអញ្ចឹងគឺខ្ញុំត្រូវតែភ្ជាប់ជាមួយនឹងប្រព័ន្ធឆ្លាតវៃសម្រាប់ធ្វើដំណើរមានទាំង wireless Apple CarPlay និង Android Auto ផែនទី USB និង Type C អញ្ចឹងឥឡូវហ្នឹងគឺខ្ញុំបានមកដល់កន្ទិន36ដែលហាងកាហ្វេនេះបានទិញចំណាប់របស់ខ្ញុំមែនតើអ្នកគ្នាពីព្រោះថាភេសជ្ជៈគេគឺមាន free ជាមួយនឹងកូនមួកថ្នោតបែបនេះទៀតនិយាយទៅឡើងខ្ជួនហើយប្លែកភ្នែកណាគ្នាខ្ញុំបានកំងជាមួយនឹង matcha ដងគ្រីមបាទប្អូនខ្ញុំវិញគឺកំងជាមួយនឹង matcha strawberry ហើយបើប្អូនខ្ញុំម្នាក់ទៀតគឺកំងជាមួយនឹង ice americano តោះគ្នាអូនិយាយពីថាសាហាវណាស់ខ្ញុំអត់ចេះទេតោះគ្នាមើលតែកែវទឹកទៅក៏ដឹងដែរដូចសម័យកុងនឹងម៉ែខ្ញុំទៅដេតគ្នាដំបូងចឹងហើយបើទឹកតែគេវិញឡើងឈ្ងុយស្លឹកតើហើយនៅនេះគឺថាមានប្លង់ស្អាតៗថោះ6ច្រើនទៀតតោះគ្នាចេញមកគឺបែប vintage តែម្ដងចាហើយទិញទឹកនៅនេះមួយកែវគឺគេ free ចាប់ឆ្នោត2ដងហើយខ្ញុំមកដល់គ្នាគឺចាប់ឲ្យម៉ាក់ផងចាប់ឲ្យខ្លួនឯងផងចាប់អត់បានទេអូយសិតខ្លាំងមែនតើហ្មងណាខ្ញុំចង់បានរបស់នៅលើនឹងដែរចឹងបើសិនជាខ្ញុំអត់បានណាឥឡូវមកអត់មើលម៉ារីណាតើគ្នាថានឹងចាប់ឆ្នោតបានតើគ្នាចៃដន្យអីគឺថាបងអូនខ្ញុំចាប់បានចានិយាយទៅគ្រាន់តែចាប់ម្ដងគឺបានតែម្ដងខ្ញុំនេះចាប់ឡើងចង់4ដងឯងគ្មានបានទេយើងចាប់ឆ្នោតអត់បានក៏ប៉ុន្មានក៏ប៉ុន្តែនេះគឺខ្ញុំបានជាមួយនឹងកូនមួកថ្នោតនេះជូរណាស់ទុកធ្វើតាគៀបហើយដំបងពេលថ្ងៃម៉ោង12ហ្នឹងឯងគឺខ្ញុំថាទៅបឹងឈូកក៏អ្នកគ្នាក៏ប៉ុន្តែក្តៅពេកឥឡូវហ្នឹងជីឆ្វែសិនអញ្ចឹងពួកខ្ញុំក៏បានធ្វើការជិះ Hyundai Venue ដើម្បីជិះឆ្វែនៅវងតោដែលឡាននេះដែរគឺជួយសន្សំសំចៃប្រេងបានល្អមែនតើជួយកាត់បន្ថយការចំណាយលើប្រេងអាចឲ្យអ្នកគ្នាដើរលេងបានយ៉ាងសប្បាយមកហើយគឺខ្ញុំធ្វើការបើកជាមួយនឹង sunroof អ្នកគ្នាដើម្បីស្រូបយកខ្យល់បរិយាកាសពីដើមឈើស្រឡាញ់ថងថារថយន្តនេះគឺមានប្រព័ន្ធសុវត្ថិភាពនិងជំនួយការអ្នកបើកបរមានជំនួយការចុះខាងក្រោយនិងពងសុវត្ថិភាព6គ្រាប់ហើយមកដល់ប្លង់នេះហើយគឺពួកខ្ញុំឆ្លៀតមកថត TikTok ក៏ដូចជាថតរូបលេងពីព្រោះថាឃើញទេសភាពស្អាតពេកកណ្ដោគ្នាហើយអត់ងាយបានដើរលេងជុំគ្នាចឹងទៅគឺថាដាក់មកបត់ពីបត់ទៅនេះតើគ្នាមើលរថយន្ត Hyundai Venue គឺថាមានរចនាបថស្អាតមែនតើទំហំ subcompact SUV ងាយស្រួលបើកបរឆ្លងកាត់ផ្លូវតូចៗនៅទីក្រុងនិងអាចធ្វើការចតនៅកន្លែងទេសភាពដែលមានកន្លែងចង្អៀតហើយឡាននេះដែរគឺយើងអាចបើកបាន3ប្រភេទគឺ normal eco និង sport ចឹងឥឡូវហ្នឹងគឺខ្ញុំបានធ្វើដំណើរមកដល់ Lotus Silva មកដែលជាកន្លែងដែលយើងត្រូវជិះទូកមើលបឹងឈូកនឹងឯណោះគ្នាមកដល់គឺយើងធ្វើការចុះឈ្មោះហើយក៏មានលក់ជាប្រភេទអីវ៉ាន់អនុស្សាវរីយ៍ដែរប៉ុន្តែពេលមកដល់ហ្នឹងគឺយើងធ្វើការចាំកាយសិនកន្លងពេលចាំកាយគឺយើងអាចមកអង្គុយផឹកតែញ៉ាំនំតែគេនៅនេះគឺឡើងឈ្ងុយមកដោយសារគេធ្វើមកពីផ្កាឈូកហើយបើនំវិញក៏ធ្វើមកពីឈូកដែរបើក្រែមនេះវិញគឺថារត់តែផ្លែតោះគ្នាដោយសារតែគេមានរយជាមួយនឹងគេសរបស់ផ្កាឈូកនៅជាកតិចនៅលើក្រែមហ្នឹងគ្នាហើយឥឡូវនេះដែរគឺគេបានជិះលំអអគ្គិសនីដើម្បីមកយកយើងហើយបឹងឈូកនេះដែរគឺស្ថិតនៅជើងភ្នំដែលនៅភ្នំក្រោមយើងនឹងឯណោះគ្នាតោះគ្នាឡើងមកដល់លើទូកភ្លាមគឺគេមានមួកឲ្យយើងពាក់ទៀតមានអារម្មណ៍ថាប្លែកភ្នែកហ្មងពេលអញ្ចឹងហើយថតប្លង់ណាក៏ស្អាតដែរតោះគ្នាចេះស្នាងឯណោះគ្នាដោយសារថ្ងៃហ្នឹងគឺថាអត់សូវក្តៅទេពេលមកដល់គឺអ៊ីបានបេះជាមួយនឹងឈូកឲ្យយើងញ៉ាំទៀតនិយាយទៅគឺយើងបានជិះទូកបដាមើលទេសភាពចឹងភ្នំបណ្ដាហើយឡើងតែជាក់ស្រួលមែនតើតោះគ្នាតែតោះគ្នាខ្ញុំទៅសារអ៊ីគាត់ណាគឺថាបត់ផ្កាបានលឿនមែនតើគាត់បានធ្វើជាមួយនឹង3ផ្កាឈូកឲ្យខ្ញុំនិយាយទៅឡើងខ្ជូតមកហើយគឺគាត់បានធ្វើជាមួយនឹងមួកឲ្យខ្ញុំទៀតណោះគ្នាខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចពនាងឆាំងមិនទេពនាងផ្កាឈូកចឹងណាចេញមកឡើងជីខ្ជូតហើយគឺខ្ញុំមានអារម្មណ៍ថាប្លែកមកមើលអត់ដឹងទេណាថាសិមហៀវសបោកន្លែងប្លែកដែរគ្រាន់តែកន្លែងខ្លះយើងស្គាល់កន្លែងខ្លះយើងអត់ស្គាល់ចឹងតើណាគេដែលគាត់មានកម្រងមកលេងស៊ីមរៀបគឺថាអាចមកកន្លែងនេះបាននិយាយទៅគឺថាសប្បាយមែនតើសប្បាយពេលឡើងភ្លេចមើលម៉ោងឯណោះគ្នាម៉ោងដល់7:05ហើយនេះចឹងឥឡូវហ្នឹងគឺខ្ញុំធ្វើការរៀបចំចេញទៅវិញហើយសម្រាប់កន្លែងដាក់អវ៉ាន់ណោះគ្នាគឺថាមានទំហំធំទូលាយមែនតើគឺយើងអាចធ្វើការដាក់អវ៉ាន់បានច្រើនអាចបត់បានទំហំដាក់អវ៉ាន់ដូចខ្ញុំចង់និយាយទៅគឺថាមានសម្ភារៈធ្វើដំណើរច្រើនមែនតើចឹងគឺថាឡាននេះគឺថាងាយស្រួលមែនតើដល់គ្នាព្រោះអវ៉ាន់ខ្ញុំច្រើនហើយសម្រាប់បងអូនដែលគាត់ចាប់អារម្មណ៍ជាមួយនឹងរថយន្ត Hyundai សម្រាប់ទីតាំងគឺថាងាយស្រួលរកខ្លាំងមែនតើអ្នកគ្នាដែលទីតាំងស្ថិតនៅលើទឹកដីខេត្តសៀមរាបគឺយើងចេញមកដល់ stop សាលើហើយបន្ទាប់មកគឺយើងជិះទៅត្រង់រហូតយើងជិះមកត្រង់រហូតដល់ stop ចុងកស៊ូដល់ផ្លូវ stop ហ្នឹងហើយគឺយើងធ្វើការ return ខាងឆ្វេងដែរបន្ទាប់មកគឺអ្នកគ្នាធ្វើការស្លឹងទៅខាងស្ដាំដែរជិះមកតិចគេគឺថាឃើញជាមួយនឹង showroom របស់ Hyundai ហើយនៅជិត showroom ហ្នឹងគឺមានជាមួយនឹងវិរិយបន្ថែមចឹងអ្នកគ្នាអាចចំណាំមើលបានចាសម្រាប់ព័ត៌មានបន្ថែមអ្នកគ្នាអាចធ្វើការតំណែងទៅកាន់ Hyundai ខ្សែខេត្តសៀមរាបបាន